một nghề đại dương thử tơ thơ nó cứ dương cho cả lại sân nhà chật bay nâng tới dương nâng khơi nhảy sna sống bằng can đáy pôn sồn chân dương chật ở nâng hái dương bàn và can đáy pôn sồn nâng tèm đòn hay rồi thái dương tự ai bọc bùng lịch khát và chết đây pi ca bàn đạp và cá pôn lơ bạ chùm nổ và chạm chân nằmបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញវីដេអូរៀងយឺតតិចដោយសារថ្ងៃនេះថ្ងៃទី24វាគៀកថ្ងៃត្រូវប្រកាសពន្ធប្រចាំខែឥឡូវពន្ធដាបិទប្រព័ន្ធម៉ោង6កន្លះអញ្ចឹងឆ្លៀតចេញវីដេអូមួយឆ្លើយតបនឹងសំណួររបស់បងប្អូនដែលបានសួរគាត់សួរនេះតកតងជាមួយនឹងការស្នើសុំបង្កាន់ដៃពន្ធសូនបងប្អូននៅក្នុងប្រព័ន្ធប្រកាសពន្ធតាមអនឡាញប្រកាសពន្ធប្រចាំឆ្នាំតាំងពីឆ្នាំ2024មកពន្ធដារបានដាក់មុខងារហ្នឹងឲ្យអនុវត្តស្នើសុំបង្កាន់ដៃពន្ធសូនអញ្ចឹងបើពេលយើងមុនឆ្នាំ2024ទោះជាពេលយើងប្រកាសពន្ធហើយក៏យើងត្រូវទៅបង់ពន្ធយកបង្កាន់ដៃពន្ធប្រាក់ពន្ធសូននឹងដែរឬក៏យើងត្រូវទៅ apply បង់ e-payment លើពន្ធសូនហ្នឹងអញ្ចឹងក្រោយមកឆ្នាំ2024ក៏ពន្ធដារបានដាក់បញ្ចូលមុខងារហ្នឹងពេលយើងដាក់ប្រកាសបំពេញត្រឹមត្រូវរួចអស់ហើយយើង apply ស្នើសុំបង់ពន្ធប្រកាសពន្ធអញ្ចឹងវាលោតឲ្យថាបានប្រកាសប៉ុន្តែបងប្អូនគាត់សួរថាឥឡូវខ្ញុំអត់ត្រូវបង់ពន្ធទេពន្ធខ្ញុំសូន្យប៉ុន្តែវាលោតថាមិនបានបង់អញ្ចឹងអត់អីទេបើសិនជាពន្ធសូន្យឥឡូវមុខងារដែលយើងត្រូវទៅធ្វើហ្នឹងគឺយើងចូលកន្លែងសញ្ញាចុច3ហ្នឹងទៅយើងនឹងឃើញឲ្យស្នើសុំបង្កាន់ដៃពន្ធសូន្យអញ្ចឹងយើងចុចអាហ្នឹងហើយយើងបានប្រកាន់ដៃពន្ធសូន្យនឹងតែម្ដងហើយរួចហើយយើងទៅអាចបោះពុម្ពលិខិតបញ្ជាក់ស្ដីពីការបានដាក់ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំអញ្ចឹងបងប្អូនដែលឆ្ងល់ប្រហែលជាបងប្អូនគាត់ទៅតាប្រកាសពន្ធហើយគាត់អត់សូវបានអនុវត្តអត់បានដឹងពីព័ត៌មានហ្នឹងអញ្ចឹងបងប្អូនបានឃើញវីដេអូនេះហើយបងប្អូនអាចទៅចុចមើលកន្លែងមុខងារហ្នឹងបានអញ្ចឹងយើងមិនតម្រូវឲ្យមានការខាតពេលទៅធនាគារឬក៏ទៅ apply យកបង្កាន់ដៃពន្ធសូន្យពីក្នុង e-payment អីទៀតទេអញ្ចឹងបើបងប្អូននៅមានចម្ងល់ឬក៏រកកន្លែងចុចនឹងមិនឃើញបងប្អូនអាចឆាតសួរខ្ញុំបញ្ជាក់បន្ថែមមកខ្ញុំនឹង print screen កន្លែងហ្នឹងដើម្បីជូនបងប្អូនមើលក្នុងវីដេអូនេះក៏ខ្ញុំដាក់ដែរកន្លែងមុខងារហ្នឹងណាអញ្ចឹងបងប្អូនអាចទៅអនុវត្តតាមវីដេអូដែលខ្ញុំបានដាក់ខាងលើហ្នឹងអរគុណបងប្អូនជម្រាបលា